នៅក្នុងវីដេអូនេះអាត្មាសូមឲ្យអ្នកទាំងអស់គ្នាសិក្សាស្វែងយល់អំពីទឹកដីកម្ពុជាក្រោមហើយទីកន្លែងដែលអាត្មាកំពុងតែជិះខ្សែកាបឬតានកត្រកនេះគឺនៅខេត្តអាំងយ៉ាងជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិពិសេសវិសាលល្អមែនទែនគេច្នៃទីកន្លែងធម្មជាតិនេះទៅជាតំបន់ទេសចរគួរជាទីទាក់ទាញមែនទែនហើយនឹងសិក្សានៅតំបន់អូកែវហើយនឹងប្រជាវិញតេព្រមទាំងប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅក្នុងទឹកដីកម្ពុជាក្រោមគឺជាអតីតទឹកដីរបស់ខ្មែររបស់យើងដែលយើងក៏បីសិក្សាស្វែងយល់នឹងបន្ទាប់ពីខ្ញុំគណៈធម្មភាពបាននិមន្តទៅដល់ទៅទស្សនកិច្ចសិក្សានឹងឃើញទីតាំងជាច្រើនឃើញពីការរស់នៅរបស់ប្រជាជនរបស់ខ្មែរយើងជាភាសាគឺប្រសង់និងប្រវត្តិសាស្ត្រទីនោះគឺប្រកបបានប្រើប្រាស់នៅភាសាខ្មែរនិយាយខ្មែរហើយអភិរក្សនៅព្រះពុទ្ធសាសនាវប្បធម៌ប្រពៃណីនឹងល្អមានការអនុវត្តកម្មវិធីបុណ្យប្រពៃណីរបស់ខ្មែរយើងជាភាសាគឺវប្បធម៌និងអរិយធម៌របស់ខ្មែររបស់យើងនឹងគឺថានៅបានល្អមែនទែនគួរជាទីមោទកភាពសម្រាប់អាត្មាភាពដែលជាអ្នកគោរពនិងស្រឡាញ់ចំពោះពុទ្ធសាសនាហ្នឹងបើនិយាយអំពីរឿងរ៉ាវទឹកដីកម្ពុជាក្រោមចំណុចទី1គឺតកតងជាមួយនឹងកំពង់ផែអូកែវដែលជាចំណុចសំខាន់មួយដែលអ្នកប្រវត្តិសាស្ត្រឬក៏ថាអ្នកដែលសិក្សាអំពីប្រវត្តិសាស្ត្រក៏បីសិក្សាស្វែងយល់អំពីកំពង់ផែអូកែវនេះដែលស្ថិតនៅក្នុងខេត្តអានយ៉ាងបងនៃទឹកដីកម្ពុជាក្រោមហ្នឹងកាលពីមុនគឺខេត្តមាត់ជ្រូកតែឥឡូវដូរទៅជាខេត្តអាំងយ៉ាងមានន័យថានៅពេលដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់តៃវៀតគឺផ្លាស់ប្ដូរឈ្មោះរាជធានីខេត្តផ្សេងៗហ្នឹងទៅជាឈ្មោះតាមបែបសំនៀងរបស់ភាសាយួនទាំងអស់ចឹងទៅនៅក្នុងកំពង់ផែអូកែវជាអតីតរាជធានីកំពង់ផែអន្តរជាតិរបស់ខ្មែរយើងតាំងពីសម័យហ្វូណនហ្នឹងណាហើយអ្នកដែលទៅទីនោះគឺដើម្បីសិក្សាស្រាវជ្រាវកំណាយអំពីស្ថានីយ៍បរិវត្តសាស្ត្រក៏ដូចជាវត្ថុបុរាណផ្សេងហើយជាទីមួយដែលអ្នកសិក្សាវត្តសាស្ត្រអ្នកដែលបុរាណវត្ថុវាថាតែងទៅសិក្សាស្រាវជ្រាវដើម្បីដឹងអំពីស្ថានភាពឬក៏ការរស់នៅរបស់ប្រជាជនខ្មែរក៏ដូចជាពាណិជ្ជកម្មផ្សេងនាសម័យហ្វូណនហ្នឹងណាប្រកំពង់ផែអន្តរជាតិអូកែវនេះគឺផ្សារភ្ជាប់អំពីហើយចិនឥណ្ឌាហើយនិងពួករ៉ូម៉ាំងនាសម័យកាលហ្នឹងដែរអញ្ចឹងខ្មែរយើងមានវិសាលភាពមានសេដ្ឋកិច្ចធំទូលាយនាសម័យកាលហ្វូណនពីសតវត្សទី1ដល់សតវត្សទី5ហ្នឹងណាអញ្ចឹងយើងបានទៅយើងសិក្សាឥឡូវនេះគឺมันមានជាទឹកសមុទ្រដូចពីមុនទេវាខាហើយប៉ុន្តែពីអូកែវនេះទៅមាត់សមុទ្រហ្នឹងចម្ងាយប្រហែលជា20គីឡូទេដោយសារតែយូរទៅទឹកវារីងវាខាទៅអញ្ចឹងណាហើយអានេះក៏ជាចំណុចមួយដែលធ្វើឲ្យសម័យកាលហ្វូណនចុះថយដោយសារតែយើងបានផ្លាស់ប្ដូរកំពង់ផែអន្តរជាតិហ្នឹងចេញទៅអញ្ចឹងវាបាត់បង់សេដ្ឋកិច្ចដ៏ធំមែនទែនអញ្ចឹងសម័យកាលដែលរុងរឿងកាលនោះក៏ដោយសារតែយើងមានកំពង់ផែហ្នឹងជាទីដែលផ្ដល់នូវសេដ្ឋកិច្ចធំសម្រាប់ប្រជាជននៅសម័យកាលហ្វូណនហ្នឹងឥឡូវនេះយើងមានអាចសិក្សាបានតែគេបានបន្សល់ទុកនៅទីកន្លែងសម្រាប់យើងទៅទស្សនាមានជាសារមន្ទីរមានជាសិលាចារឹកនិងទីកន្លែងវត្តតែស្ថិតនៅស្រុកប៉ាថេណាស្រុកប៉ាថេខេត្តអានយ៉ាងឬក៏ខេត្តមាត់ជ្រូកហ្នឹងតែស្រុកប៉ាថេនេះគឺចេញពីពាក្យថាព្រះបាទហ្នឹងបាតៈរបស់ពុទ្ធហ្នឹងមានរូបសំណាកព្រះបាទរបស់ព្រះសង្ឃដែលនិមន្តមកផ្សព្វផ្សាយពុទ្ធសាសនាដំបូងពីព្រះអង្គហ្នឹងមានសនថេនិងត្រថេហ្នឹងគេមានតំណាងពីព្រោះព្រះអង្គទាំងពីរព្រះអង្គហើយជាអ្នកដែលនាំពុទ្ធសាសនាមកផ្សព្វផ្សាយនៅដែនដីសវណ្ណភូមិដំបូងគេហ្នឹងដែលរដ្ឋតែមានដំបូងនៅដែនដីសវណ្ណភូមិនៅសៀកគ្នាយើងនេះគឺមានតែរដ្ឋខ្មែររដ្ឋមូននិងរដ្ឋចម្ប៉ាហ្នឹងទេដែលជារដ្ឋដែលមានឥទ្ធិពលអំណាចមុនគេហ្នឹងហើយបន្ទាប់មកមាន
យួនមានសៀមហ្នឹងគឺថាមកខាងក្រោយហើយចំណុចមួយទៀតដែលយើងក៏បីសិក្សាស្វែងយល់អំពីទឹកដីកម្ពុជាក្រមការសិក្សាអំពីប្រតិជិកវិញទេគឺចម្ងាយមិនជាឆ្ងាយទេចេញពីកំពង់ផែអូកែវហ្នឹងទៅនៅខេត្តអាងយ៉ាងហ្នឹងយើងចូលតាមច្រកព្រំដែនទៅគឺប្រតិជិកនឹងមានប្រវែងវែងអន្លាយដែលបច្ចុប្បន្ននេះបានផ្ដល់ជាប្រយោជន៍មែនទែនទៅដល់ប្រជាជនអ្នកដែលនៅក្នុងខេត្តអាងយ៉ាងហ្នឹងណាអាចធ្វើកសិកម្មស្រែបាន13ដងឥឡូវអាត្មាភាពបានមកដល់កន្លែងប្រតិជិកវិញទេនៅខេត្តអាងយ៉ាងឬខេត្តមាត់ជ្រូកហ្នឹងណាហើយប្រវត្តិនៃការជឹកប្រតិជិកវិញទេនេះគឺមានរឿងរ៉ាវវែងឆ្ងាយមែនទែនដែលតាក់ទងជាមួយនឹងការបុកបែងចែករវាងទឹកដីកម្ពុជាក្រមនិងទឹកដីខ្មែរកណ្ដាលរបស់យើងហ្នឹងណាព្រោះការដែលយើងបែកបាក់នៅអំឡុងឆ្នាំសតវត្សទី17 18ហ្នឹងអញ្ចឹងប្រតិជិកនេះគឺត្រូវបានជឹកដោយប្រជាជនខ្មែរយើងនៅឆ្នាំ1815ហ្នឹងហើយដែលបានជិកព្រែកវិញទេហ្នឹងដោយបែងចែកនៅទឹកដីកម្ពុជាក្រោមនិងទឹកដីខ្មែរកណ្ដាលយើងហ្នឹងនៅសម័យព្រះអង្គយ៉ាឡុងណាស្ដេចយ៉ាឡុងហ្នឹងហើយបានគៀងគោប្រជាជនខ្មែរយើងឲ្យជិកព្រែកវិញទេនឹងរាប់ពាន់នាក់ហើយប្រជាជនខ្មែរយើងមានការបះបោរហើយត្រូវបានយួននឹងសម្លាប់នៅទីនឹងច្រើនមែនទែនដូចមានប្រវត្តិកំពប់តែអង្គគឺនាសម័យកាលហ្នឹងដោយសារតែមានការបង្ខំគេហៅថាគូលីកំណែនហ្នឹងកែនប្រជាជនខ្មែរយើងរាប់ពាន់នាក់ឲ្យទៅជឹកព្រែកវិញទេហ្នឹងហើយតាមឯកសាររបស់តាម៉ាដេឃ្លៀហ្នឹងមាននិយាយថានៅពេលដែលប្រជាជនខ្មែរយើងបះបោរអញ្ចឹងទៅពួកយួនដែលនៅគ្រប់គ្រងគម្រោងព្រែកជិកហ្នឹងគឺថាចងជើងអត់ឲ្យរត់បះបោរទៀតទេហើយពេលណាគេមេបះបោរគឺថាកាត់ក្បាលយកក្បាលហ្នឹងមកគំរាមកុំឲ្យអ្នកផ្សេងហ្នឹងធ្វើតម្រាប់តាមហើយអញ្ចឹងទៅនៅពេលដែលចងជើងភ្ជាប់ហ្នឹងហើយពេលដែលជិកគម្រោងហ្នឹងជោគជ័យទៅពួកយួនហ្នឹងបានបង្ហូរទឹកចូលព្រែកហ្នឹងហើយធ្វើឲ្យពួកគាត់នឹងស្លាប់ប្រជាជនខ្មែរយើងនៅចិត្តគឺថាស្លាប់រាប់ពាន់នេះជារឿងដែលយើងសិក្សាត្រួសត្រាសហើយយើងបានទៅដល់ផ្ទាល់យើងបានឃើញនៅប្រជិកនឹងដែលបានបន្សល់ទុកដល់ពេលបច្ចុប្បន្នហ្នឹងហើយក៏ជាទីកន្លែងមួយដែលផ្ដល់ជាប្រយោជន៍សម្រាប់កសិកម្មនៅក្នុងខេត្តអានយ៉ាងនៅមែនទែនក្នុងពេលបច្ចុប្បន្នហ្នឹងហើយចំពោះរឿងរ៉ាវនៃការបាត់បង់ទឹកដីនេះវាមានតាំងពីសម័យព្រះបាទជ័យជេដ្ឋាទី2មកម្លេះនៅក្នុងឆ្នាំ1618ហ្នឹងក៏មានដំណើរដើមតងតគឺថាខេត្តដំបងដែលបាត់ហ្នឹងគឺខេត្តព្រៃនគរពីខេត្តតបូនហ្នឹងខេត្តព្រៃនគរហ្នឹងបន្ទាប់មកយើងមានបាត់តរហូតដល់ខេត្តហាទៀងខេត្តមិញអាងយ៉ាងអញ្ចឹងទៅខេត្តដែលបីរន្ធឺមែនតែននៅក្នុងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមនោះគឺខេត្តរងៃហៅថាខេត្តត្រាវិញមួយនឹងអញ្ញាសិនគុយដែលបានបន្សល់ទុកនៅដើមឈើទាលនៅក្នុងនៅដល់រងៃហ្នឹងដែលមានដំណើរដើមទៅនៅក្នុងឆ្នាំ1841ហ្នឹងយើងសិក្សាទៅមានបន្ទាប់ពីស្ដេចយ៉ាឡុងបានសោយទីវង្គតទៅស្ដេចក្រោយខៀងមិញម៉ាងហ្នឹងគឺមានការបន្តឹងឬក៏ហៅថាធ្វើយន្តោបនិយកម្មណាដើម្បីផ្លាស់ប្ដូរសាសនាភាសាផ្លាស់ប្ដូរទីតាំងវប្បធម៌អ្វីដែលអ្នកខ្មែរយើងនៅទីនោះធ្លាប់កាន់អនុវត្តគឺថាត្រូវដូរទាំងសម្លៀកបំពាក់ទាំងភាសាហ្នឹងចឹងធ្វើមានការបះបោរច្រើនរហូតដល់មានការបះបោរជាមួយនឹងអាជ្ញាសិនគុយអីចឹងទៅបានចុងក្រោយហ្នឹងគឺអាជ្ញាសិនគុយនឹងស៊ូលះបង់ជីវិតដើម្បីចរចាជាមួយនឹងអធិរាជដៃវៀតហ្នឹងណាដើម្បីឲ្យបទូបថយឲ្យសិទ្ធសំសិទ្ធអ្នកកម្ពុជាក្រោមមើលថាអាចមានសិទ្ធនៅក្នុងការជឿឬការប្រតិបត្តិនៅវប្បធម៌ប្រពៃណីនៃសម័យកាលហ្នឹងហើយលោកស៊ូបូជាជីវិតហ្នឹងហើយអញ្ចឹងបានមានការអធិដ្ឋាននៅកន្លែងដើមពោដើមឈើទាលដែលមានអាយុកាលនៅរាល់ថ្ងៃហ្នឹងអ្នកតែងមានជំនឿថាដាំដើមឈើបច្រាស់ឆុងហើយដោះអីចឹងណាហើយនេះមានដំណើរដើមតគ្នាចឹងមកហើយជាសារដាស់តឿនមួយដែរហើយនេះដែលធ្វើឲ្យប្រជាជនកម្ពុជាក្រមហ្នឹងគឺថាបើទោះបីជាស្ថិតនៅក្នុងការគៀបសង្កត់របស់
រដ្ឋបាលរបស់វៀតណាមក៏ពិតមែនតែប្រកបខំថែរក្សានិងអភិរក្សនៅវប្បធម៌ប្រពៃណីនៅក្នុងពេលបច្ចុប្បន្នហ្នឹងល្អមែនទែនហើយដីសណ្ដោទន្លេមេគង្គហ្នឹងណាបារាំងចូលមកឃើញទីនឹងស្អាតមានធនធានធម្មជាតិល្អផ្ដល់ជាសេដ្ឋកិច្ចសំខាន់សម្រាប់បារាំងក៏វាយទៅដើមយកទៅដីកូសាំងស៊ីនឬក៏ដីកម្ពុជាក្រោមនឹងគ្រប់គ្រងហើយបានដាក់នៅរាជធានីនៃខេត្តព្រៃនគរហ្នឹងជាមជ្ឈមណ្ឌលកណ្ដាលសេដ្ឋកិច្ចម្ដុំកណ្ដាលហ្នឹងដើម្បីគ្រប់គ្រងនៅឥណ្ឌូចិនហ្នឹងហើយបានបន្តមកបានបារាំងមកគ្រប់គ្រងដល់ទឹកដីខ្មែររបស់យើងឆ្នាំ1863នឹងទៀតអញ្ចឹងបារាំងចូលមកគ្រប់គ្រងទឹកដីកូសាំងស៊ីននឹងហើយបានមកគ្រប់គ្រងខ្មែរយើងទៀតដាក់ជាអាណានិគមអញ្ចឹងទៅហើយរឿងរ៉ាវនឹងបន្តមកក្រោយនៅឆ្នាំ1949នឹងទៀតបានមានការកាត់នៅទឹកដីកម្ពុជាក្រោមជាលើកចុងក្រោយមែនទែនដោយការកាត់ឲ្យបារាំងតែសូមបញ្ជាក់ថាមុនការកាត់ទឹកដីកម្ពុជាក្រោមដោយបារាំងកាត់ឲ្យវៀតណាមនេះមានន័យថាយើងមានដំណើរដើមតងមុនបារាំងចូលមកក៏យើងធ្លាប់ទឹកដីហ្នឹងគឺថាត្រូវបានគ្រប់គ្រងដោយវៀតណាមបាត់ទៅហើយតាំងពីឆ្នាំ1618មកម្លេះតាមពីនឹងមកដោយយើងដោយចម្បាំងផងដោយយើងផ្ដល់កម្ចីឲ្យផងផ្សេងនឹងជាដើមនឹងហើយជារឿងរ៉ាវដែលធ្វើឲ្យបាត់បង់ទឹកដីហ្នឹងហើយទាំងអស់នេះជាចំណេះដឹងដែលយើងយុវជនក៏បីសិក្សាស្វែងយល់អំពីមូលហេតុទាំងអស់នេះក៏បីបណ្ដោះនៅឆន្ទៈថែរក្សាអ្វីដែលយើងមាននេះហើយបានល្អប្រសើរបើយើងមិនអាចទាមទារយកអ្វីដែលបាត់បង់ទៅតែសូមឲ្យយើងទាំងអស់គ្នាថែរក្សាអ្វីដែលយើងមានដោយការខំសិក្សាស្វែងយល់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រព្រោះរឿងរ៉ាវប្រវត្តិសាស្ត្រនេះក៏ជាតលេខកមួយដើម្បីជាឱក្រោះការពារទឹកដីរបស់យើងផងដែរណាសូមប៉ុណ្ណឹងចុះណាសូមអរគុណ